នៅក្នុងភូមិដាច់ស្រយាលមួយដែលមានអ្នកភូមិរស់នៅមិនច្រើនប៉ុន្មានរស់នៅដាច់ពីគ្នាខ្លះប្រកបរបរធ្វើស្រែចម្ការខ្លះទៀតក៏ចំណាក់ស្រុកធ្វើការដើម្បីចិញ្ចឹមជីវិតអ្នកល្ងាចមួយផ្ទះដែលនៅរៀងដាច់ពីគេដែលគេស្គាល់ថាជាផ្ទះរបស់ពូសំគាត់និងប្រពន្ធកូនកំពុងអង្គុយលេងនៅក្រោមដើមឈើក្បែរផ្ទះពូសំក៏និយាយទៅកាន់កូនថាតារាស្អែកព្រឹកនេះឪចង់ងើបទៅចំការពីព្រលឹមចឹងកូនឯងចាំជួយយកបាយទៅឲ្យឪផងណាមិនក៏ឪមិនចាំឲ្យម៉ែដាំបាយហើយយកទៅតែម្ដងទៅឪខ្ញុំដូចជាខ្ជិលដល់ហើយស្អែកណាមួយខ្ញុំណាត់មិត្តភ័ក្តិទៅដើរលេងផងយីកូនឪខំងើបទៅចំការទាំងតដាប់ទៅនោះហើយកូនឯងគ្រាន់តែយកបាយទៅឲ្យឪប៉ុណ្ណឹងក៏ខ្ជិលដែរតិចឪឲ្យងើបទៅចំការពីព្រលឹមជាមួយគ្នាលើហ្នឹងអត់កើតទេឪអើយក្រោកពីព្រលឹមខ្ញុំក្រោកមិនរួចចេះទៅខ្ញុំសុខចិត្តយកបាយទៅឲ្យឪវិញហើយយកបាយទៅមកប្រមាណដែរឪតែពេលម៉ែឯងធ្វើរួចពេលណាក៏យកទៅពេលហ្នឹងទៅហើយឯងកុំភ្លេចដេញជួយបុកអំបិលម្ទេសឲ្យខ្ញុំខ្លះផងគ្រាន់បានយកទៅចុចជាមួយនឹងកន្ទួតព្រៃនៅស្រែណោះអញ្ចឹងតារាកូនកុំភ្លេចជួយរំលឹកម៉ែផងណាគីឡូម៉ែនឹងវាភ្លេចអត់ម៉ែក្រោយពីផ្ដាំគ្នារួចហើយពួកគេទាំង3ក៏នៅបន្តពិភាក្សាគ្នាពីនេះពីនោះទៀតរហូតដល់ពេលដែលត្រូវរៀបចំអាហារពេលល្ងាចលុះដល់ស្អែកឡើងម៉ោងប្រហែលជា5ព្រឹកពូសំក៏បានចាប់លីជាប់លីផ្គាក់ធ្វើដំណើរទៅស្រែដោយថ្មើរជើងពីព្រោះគោលបំណងរបស់គាត់គឺទៅបើកទឹកបង្ហូរចូលស្រែហើយនឹងដើរមើលភ្លឺស្រែមុននឹងទៅចម្ការលុះដល់ម៉ោងប្រហែលជា10ព្រឹកមីងច័ន្ទក៏ស្រែកពីក្រោមផ្ទះហៅតារាថាកូនណាចាប់ងើបឡើងនឹងអានយកបាយទៅឲ្យឪឯងទេអូយម៉ែអើយខ្ញុំសុំដេកបន្តិចទៀតមកម៉ែថ្ងៃអាទិត្យផងតន់អស់ល្ងុយទេចាប់ក្រោកឡើងប្រយ័ត្នឪឯងខឹងតិចពេកទៅដល់ត្រូវមាត់បាទម៉ែបាទក្រោកអីម៉ែក្រោកអីអូយម៉ែអើយដាក់បាយច្រើនមកខ្ញុំទៅហូបជាមួយពុកនៅស្រែខ្ជិលហូបនៅផ្ទះណាព្រោះទៅស្រែមានកន្ទួតព្រៃហូបហើយកុំភ្លេចដាក់បុកអំបិលឲ្យពុកផងម៉ែប្រយ័ត្នពុកគាត់រោរឿងខ្ញុំថាខ្ញុំអត់ឲ្យម៉ែបុកអីណាម៉ែរៀបចំឲ្យអស់ហើយនេះបាយម៉ែដាក់ទៅ2ស្រាក់ជាមួយនឹងត្រីអាំងជ្រក់ស្វាយហើយអំបិលម្ទេសម៉ែសៀតទុកនឹងស្រាក់នឹងឯងហើយមួយទៀតកុំភ្លេចយកទឹកទៅថែមម្ដបទៀតផងព្រោះព្រឹកមិញឪឯងយកទៅតែម្ដបទេប្រយ័ត្នទៅដល់ផឹកមិនក្រាន់បាទម៉ែបាទចាំខ្ញុំយកទឹកនេះថែមទៀតពីអ្នកពុកល្មមម្ដបហ្នឹងថ្លែងពីពូសំម្នាក់វិញកំពុងតែកាប់ដីបណ្ដើរតន្ទឹងមើលផ្លូវកូនបណ្ដើរហើយក៏ឆ្លៀតរអ៊ូម្នាក់ឯងថាយីចុះអាកូននេះអង្ការបានវាមកដល់ពេលនោះក៏ស្រាប់តែឮសំឡេងរបស់តារាច្រៀងមកល្វើយតាមខ្យល់ខានច្រៀងយូរសំឡេងព្រោះដល់ហើយខ្ញុំមើលវាដើរច្រៀងធ្វើបង្ងើយតិចក្បាលមកកញ្ញោឥឡូវហ្នឹងដឹងស្អីទេរវាយកូនទាំងថ្ងៃហ្មងតន់បាត់ក្តៅជើងផងហើយចុះឯងមិនមើលថ្ងៃកម្ពស់ណាហើយទើបនឹងយកបាយមកហេពុកកុំតន់អាលវាយមើលតោះឥឡូវហូបបាយតែម្ដងទៅតន់នៅឃ្លានកុំខឹងពេកដោយសារតែហត់ផងឃ្លានផងពូសំក៏ឲ្យតារារៀបចំបាយទឹកនៅក្នុងខ្ទមដែលនៅក្នុងដីចម្ការរបស់គាត់លុះពេលបាយទឹករួចពូសំក៏ប្រាប់ទៅកាន់កូនថា
និយាយថាព្រឹកមិញនៅពេលដែលមកដល់ចំការឪលឺអ្នកភូមិយើងគេនិយាយគ្នាថាគេរកឃើញសាកសពមនុស្សស្រីម្នាក់នៅក្នុងព្រៃក្បែរភូមិយើងហ្នឹងណា មែនអត់ពុកហើយរកឃើញនៅឯណាពុកហើយស្លាប់ដោយសារអីគេហើយជាកូនពីណាគេមកពីណាហើយរូបសម្បុរហ្នឹងស្អាតអត់ពុកអើយ មើលវាសួរបើឯងសួរច្រើនម្លឹងមិនឯងមិនធ្វើជាអ្នកសារព័ត៌មានតែម្ដងទៅតិចក្បាលមកកញ្ញោមែនឥឡូវហ្នឹង ពុកខ្ញុំសួរដោយសារតែខ្ញុំចង់ដឹងហ្នឹងពុក ចុះឪមិននឹងដឹងបើឪមិនបានទៅសួរនាំគេដូចឯងផងគ្រាន់តែលឺអ្នកភូមិយើងហ្នឹងគេនិយាយគ្នាពេលដើរកាត់តាមចំការយើងប្រហែលជាអាចជារឿងគិតកម្មផងក៏មិនដឹង តែថាក្នុងភូមិយើងតាំងពីដើមមកដូចស្ងប់សុខពុកមិនសមណាថាមានរឿងអញ្ចឹងកើតឡើងសោះពុកអើយ ចុះមានរឿងអីមិនអាចបើមនុស្សយើងឥឡូវអ្នកខ្លះមានរឿងបន្តិចបន្តួចក៏ចាប់ផ្ដើមប្រើពាក្យសម្ដីជេរប្រតិចនិយាយមិនមាត់មិនអស់ចិត្តខ្លះឈានដល់ការប្រើដៃជើងកាប់សម្លាប់គ្នាក៏មានខ្លះទៀតព្រោះតែរឿងស្នេហាអញមិនបាននាងមិនបានអ្នកណាអើយណាស់ហើយនេះឯងដែលគេហៅថាមុខបាញ់តាមតែកំហឹងតាមតែចិត្តក្តៅភ្លេចគិតពីអ្នកជំនាញខ្លួន អាយ៉ាពុងទើបឃើញនិយាយត្រូវម្ដងហ្នឹងអាយយមកពុកវាយខ្ញុំ ត្រូវអីតើអញឯងក៏ត្រូវដែរ ត្រូវអីពុកត្រូវកញ្ញោឲ្យឯងហ្នឹងមិនដឹងជាពុកក្បាលឬអត់ទេនេះ កុំរវល់តែអើលក្បាលទៅបេះកទូតព្រៃមក វាយគេឲ្យប្រើគេទៀតមនុស្សគ្នាមិនស្គាល់ផ្លូវផងហ្នឹង ណូនៅស្រែខាងនោះដើរឲ្យតែផុតព្រៃនេះទៅដល់ហើយដើមវានៅនឹងផ្លូវឲ្យប្រពន្ធណានៃ អូខេចាំកូនសំណប់ទៅរកបេះឲ្យនិយាយរួចតារាក៏ចេញទៅរកបេះកទួតព្រៃនៅស្រែដែលពូសំបានប្រាប់ព្រៃដែលជាផ្លូវទៅស្រែមានសភាពស្ងប់ស្ងាត់មិនសូវជាមានមនុស្សធ្វើដំណើរឆ្លងកាត់នោះទេមានតែសំឡេងចាបព្រាបនិងមានដើមឈើដុះមួយប៉ុណ្ណោះពេលដែលតារាដើរទៅដល់ព្រៃនោះបានបន្តិចមេឃក៏ប្រែជាសតុំហើយក៏ចាប់មានខ្យល់បក់មករវិចរវិច hơi đồ chiêng nguy đề đó rồi bài rồi mệt mà thế để nơi sân nơi đắng chăm mưa cầu bị đế chăm đồ từ bè cái tuốt còn tại kịch rối đã đá có lấy từ khơi đâm chơi mới đào nơi cái bài phải nu giá rồi trồ từ tầm răng chẳng kẹt trăng non cầu đâm chơi đồng tịnh mưa từ được chơi tình nôn đào lái chăm mệt mà thế chăm bạn hót chăm đồ bè cái tuốt tha hỡi đà ra có chỗ từ ông quý nơi trong đám chơi nu ông quý ban mùi sần tu đời xa tại cho bọn màu có hiện hía thưa oi đà ra tuân trọ bọt nè hỡi kế của bạc nón để nơi trong đám chơi nu từ lúc địch bàn mùi sập bọ đà rá có nhẹ làng hỏi đi dây thà ơi nà kia được khoa cả lại dung mà dung cả lại điện xâm lên dung cứ bán lư tranh pi mặt hàng tên này đam chơi nổ hỏi đà rá có cả chật ngó còn ngớp tới dù ế niên cả ấy ban chỉ mà chơi dùng mình này ai nơi cả lại nắng miệt đường ấy ខ្ញុំធ្វើដំណើរមកស្រែតែម្នាក់ឯងហើយក៏មានមនុស្សប្រុសមួយក្រុមចង់ធ្វើបាបខ្ញុំ តារាគិតនៅក្នុងចិត្តថាយីចុះអញដេកនៅកន្លែងហ្នឹងដែរហើយចុះមិនក៏មិនលឺសំឡេងស្អីអញ្ចឹងឥឡូវឈប់យំសិនមើលអ្នកនាងហើយពួកវាហ្នឹងរត់ទៅណាដែរអ្នកនាងនារីម្នាក់នោះនៅតែបន្តយំហើយក៏ឆ្លៀតចង្អុលទៅម្ខាងទៀតតារាដោយហេតុតែឆ្ងល់ក៏ដើរទៅមើលក្រែងលោតែឃើញពួកជើងកាងទាំងអស់នោះ
ក៏ប៉ុន្តែក្រឡេកមើលឆ្វេងក្រឡេកមើលស្ដាំក៏មិនឃើញមាននរណាសោះឡើយជាហេតុធ្វើឲ្យតារាមានក្តីចម្ងល់នៅក្នុងចិត្តជាខ្លាំងដោយសារតែខ្លួនមិនបានឃើញមាននរណាគេសោះឡើយនៅក្បែរនេះបើតាមខ្ញុំមើលទៅដូចជាគ្មាននរណាគេសោះអ្នកនាងសង្ស័យតែពួកវានឹងរត់អស់ហើយទៅដឹងអ្នកនាងប្រកាសហើយថាពួកវារត់ទៅតាមផ្លូវហ្នឹងអ្នកនាងចុំហើយបាត់ទៅណាលឿនម្លេះអើយមកពីណាហ្នឹងខ្មោចកុំលងខ្ញុំអីខ្ញុំមិនមានបំណងអាក្រក់ទេខ្ញុំក៏រកជួយអ្នកនាងតើមិនកុំលងខ្ញុំអើយលេងយើងអូយកុំច្បាច់កយើងអីតាក់ជើងហើយអូយបន្ទាប់ពីលងបន្លាចតារាឲ្យដួលសន្លប់បាត់ស្មារតីហើយខ្មោចស្រីនោះក៏បានវិលចូលទៅទីលំនៅរបស់ខ្លួនដែលនៅឯដើមជ្រៃធំនោះវិញទៅថ្លែងពីពូសំឯនោះវិញដែលបាត់កូនយូរពេកគាត់ក៏ដើរមកតាមរកស្រាប់តែពេលនោះក៏ឃើញកូនខ្លួនដេកដួលសន្លប់នៅក្នុងព្រៃតែម្នាក់ឯងពូសំភ័យណាស់គាត់ក៏ក្រោកឡើងហើយគ្រាកូនរបស់គាត់ដែលកំពុងតែសន្លប់បាត់ស្មារតីនោះត្រឡប់ទៅផ្ទះវិញលុះមកដល់ផ្ទះវិញពូសំនិងមីងច័ន្ទបានដាក់កូនទៅលើគ្រែនៅក្រោមដើមឈើខាងមុខផ្ទះហើយក៏បានធ្វើទឹកស្រោចឲ្យទៅកាន់កូនរបស់គាត់ស្រោចទឹកដំបងគឺតារាមិនបានដឹងខ្លួនទេលុះយូរបន្តិចមកតារាក៏ដឹងខ្លួនឡើងប៉ុន្តែអាការៈរបស់គេហ្នឹងគឺស្ថិតនៅក្នុងភាពភ័យខ្លាចជាខ្លាំងដោយសារតែជួបប្រទះជាមួយនឹងហេតុការណ៍ដែលគេមិនដែលបានជួបបន្ទាប់ពីតាំងស្មារតីបានមីងច័ន្ទនិងពូសំក៏បានសាកសួរតារាអំពីរឿងរ៉ាវដែលគេបានជួបប្រទះនៅឯក្រោមដើមជ្រៃនោះពេលនោះតារាក៏បាននិយាយរឿងរ៉ាវដែលគេបានជួបជាមួយនឹងមនុស្សស្រីហើយនឹងខ្មោចស្រីដែលនៅនឹងដើមជ្រៃនោះប្រាប់មកកាន់ម្ដាយឪពុករបស់គេនៅពេលដែលឮកូននិយាយអំពីខ្មោចដែលនៅក្រោមដើមជ្រៃនោះពូសំក៏គាត់ចាប់ផ្ដើមនឹកឃើញទៅដល់សាកសពរបស់ស្ត្រីម្នាក់ដូច្នេះគាត់ក៏សន្និដ្ឋានថាខ្មោចដែលលងកូនប្រុសរបស់គាត់គឺជាខ្មោចស្ត្រីម្នាក់ដែលត្រូវបានគេសម្លាប់ហើយយកទៅបោះចោលនៅគៀននោះហើយខ្មោចស្ត្រីនោះក៏បានជ្រើសរើសយកដើមជ្រៃនោះដើម្បីរស់នៅជាទីស្នាក់អាស្រ័យហើយនឹងលងបន្លាចកូនប្រុសរបស់គាត់នេះឯងចាប់តាំងពីពេលនោះមកមិនមានអ្នកណាហ៊ានដើរឆ្លងកាត់តាមផ្លូវនោះទៀតឡើយដោយសារតែខ្មោចនាងតែងចេញមកលងបន្លាចគេឯងស្ទើរតែគ្រប់គ្នាដែលដើរកាត់តាមដើមជ្រៃនោះពេលខ្លះនាងខ្លែងធ្វើជារូបរាងកាយនាងនៅរស់ឈរយំនៅក្រោមដើមជ្រៃនោះពេលខ្លះចេញមកលងតែមុខមាត់ជាខ្មោចតែម្ដងហើយមានពេលខ្លះទៀតគេតែងតែឮសំឡេងទ្រហោយំរបស់នាងឲ្យកងរំពងពេញព្រៃធ្វើឲ្យផ្អើលអស់អ្នកស្រុកអ្នកភូមិដែលរស់នៅក្បែរនោះព្រឺសម្បល់ខ្ញាក់គ្រប់គ្នារំលងបានប្រហែលជា 3-4 ថ្ងៃក្រោយពីពេលដែលតារាត្រូវបានខ្មោចដែលនៅនឹងដើមជ្រៃក្នុងព្រៃលងមកពូសំពុំទាន់ត្រឡប់ទៅធ្វើចម្ការដូចមុនឡើយដោយសារនៅចាំជួយមើលថែតារាឲ្យបានធូរស្រាលជាមុនសិននាល្ងាចមួយពូសំគាត់អង្គុយគិតម្នាក់ឯងនៅក្រោមដើមឈើក្បែរផ្ទះរបស់គាត់អំពីរឿងរ៉ាវដែលកូនគាត់បានជួបនិងគិតដល់ការភិតភ័យរបស់អ្នកភូមិដោយសារតែនាងខ្មោចនោះតែងចេញមកបន្លាចគេឯងជារឿយៗដែលធ្វើឲ្យអ្នកភូមិគ្រប់គ្នាខ្លាចរអាមិនហ៊ានចេញទៅណាឡើយអស់ជំរឿពូសំក៏សម្រេចចិត្តថានឹងទៅបង្ក្រាបខ្មោចនោះដោយប្រើប្រាស់មន្តវិជ្ជាការដែលខ្លួនចេះតមកពីឪពុកគិតរួចហើយពូសំក៏បានដើរទៅយកដែកគោធំមួយដើមហើយក៏ដើរសម្ដៅទៅកាន់ដើមជ្រៃនោះតែម្នាក់ឯងទៅ
ពេលដែលដើរទៅដល់ដើមជ្រៃនោះពូសំក៏ចាប់ផ្ដើមលើកដៃសំពះហើយមាត់របស់គាត់កំពុងតែជីបអូចហាក់បីដូចជាកំពុងតែសូត្របាលីអ្វីមួយសូត្រចប់ហើយពូសំក៏ទាញពូថៅបំរុងថាដំដៃគោភ្ជាប់ទៅនឹងដើមជ្រៃនោះក៏ស្រាប់តែខ្មោចដើមជ្រៃនោះចេញមកចង់បន្លាចពូសំម្ដងទៀតដោយបង្ហាញឲ្យឃើញភ្នែកលៀនថ្លានឹងមុខមាត់ប្រឡាក់ទៅដោយឈាម យើនាងលងកូនអញហើយចង់មកលងអញទៀតអញធ្វើឲ្យនាងឯងស្គាល់ស្នាដៃអញថាហើយពូសំក៏ចាប់យកដេកសាច់មួយក្តាប់សូត្រភ្លុំហើយបាចទៅលើខ្មោចស្រីនោះក៏ស្រែកដោយសំឡេងឈឺចាប់យ៉ាងក្រលួចកងរំពងពេញព្រៃ នេះមិនហើយនាងស្គាល់ស្នាដៃអញហើយឬនៅអញនឹងឃុំប្រលឹងនាងឯងមិនឲ្យនាងឯងចេញទៅលងអ្នកដទៃទៀតទេគ្រាន់តែនិយាយចប់គាត់បំរុងនឹងដំដៃគោទៅហើយក៏ស្រាប់តែឮសំឡេងមកថាពុកធ្វើអ្វីនឹងពុកពេលដែលគាត់ក្រឡេកមកមើលក្រោយក៏ឃើញតារារត់សម្ដៅមករកគាត់ ពុកនឹងបំផ្លាញប្រលឹងនាងខ្មោចស្រីនេះកូនឯងឆាប់ថយចេញសិនទៅទុកវានន់ទៅវាមកលងបន្លាចអ្នកភូមិយើងទៀតទេតែឈប់សិនណាពុកលោកពូឲ្យខ្ញុំសុំទោសខ្ញុំដឹងកំហុសហើយមូលហេតុដែលខ្ញុំបន្លាចកូនលោកពូដោយសារតែខ្ញុំគិតថាគេបំរុងមកធ្វើបាបខ្ញុំដោយមនុស្សប្រដតីទៀតទើបខ្ញុំលងបន្លាចគេមែនហើយពុកមើលទៅនាងគួរឲ្យអាណិតណាស់ណាមួយដោយសារតែនាងត្រូវបានមនុស្សប្រុសធ្វើបាបហេតុដូច្នេះហើយបានជានាងមកលងបន្លាចកូនអញ្ចឹងសូមពុកស្ដាប់រឿងរបស់នាងសិនទៅព្រោះកុំឲ្យយើងធ្វើខុសទៅលើអ្នកដែលល្អមិនបានទេនាងខ្មោចនេះលងបន្លាចកូនឯងហើយលងបន្លាចអ្នកភូមិយើងផ្សេងទៀតទុកវានាំទៅធ្វើទុកបុកម្នេញទៅថ្ងៃក្រោយនោះទេតែកូនក៏មិនមានកើតអីធំដុំដែរលោកពុកមើលណែកូនអាចដើរមករកពុកបានតើឲ្យកូនសុំណាពុកកូនសុំកុំធ្វើបាបនាងអីពុកពិតមែនហើយលោកពូខ្ញុំមិនមានចេតនាទៅលងបន្លាចគាត់ឲ្យជឿធ្ងន់ធ្ងរនោះទេខ្ញុំគាត់តែចង់ឲ្យគាត់ចាក់ចេញពីទីនេះតែប៉ុណ្ណោះហើយខ្ញុំសន្យាជាមួយនឹងលោកពូថាខ្ញុំនឹងមិនលងបន្លាចអ្នកណាទៀតទេបើសិនជាខ្ញុំមិនគោរពពាក្យសន្យាទេសូមឲ្យលោកពូធ្វើអ្វីក៏ធ្វើទៅចុះខ្ញុំនឹងមិនប្រកែកឡើយដោយហេតុតែឃើញកូនរបស់ខ្លួនអង្វរកហើយនឹងខ្មោចស្រីនោះបានសន្យាយ៉ាងដូចនេះពូសំក៏ទម្លាក់ពូថៅហើយនឹងដេកគោចុះហើយនិយាយថាណាហើយយើងធ្វើនេះក៏ដោយសារតែកូនយើងដែរលើកលែងឲ្យនាងម្ដងសិនចុះខ្មោចស្រីនោះក៏បានអរគុណទៅពូសំដល់និយាយថាក្មួយសូមអរគុណលោកពូខ្លាំងណាស់ដែលមិនធ្វើបាបក្មួយពិតជាអរគុណខ្លាំងមែនតើហើយអរគុណទៅដល់បងតារាផងដែរដែលបានជួយខ្ញុំមិនជាអ្វីទេប៉ុន្តែហេតុអ្វីក៏នាងមិនព្រមទៅចាប់ជាតិហើយនាងមកវិលនឹងដើមជ្រៃនឹងធ្វើអ្វីខ្ញុំមិនអាចទៅចាប់ជាតិបានទេបងដរាបណាខ្ញុំមិនទាន់បានសងសឹកទៅកាន់អ្នកដែលធ្វើទង្វើលិមុខនេះមកលើខ្ញុំបានសន្យានឹងខ្លួនឯងថាខ្ញុំនឹងសងសឹកវាតតែបានបើខ្ញុំសងសឹកមិនបានទេខ្ញុំនឹងមិនទៅណាទាំងអស់ណែនាងពៀរងាប់ដោយការមិនចង់ពៀមែនហើយនាងបើអាចទេកុំចង់ពៀនឹងពួកវាអីកម្មអ្នកណាធ្វើអ្នកនឹងទទួលទៅនាងទៅរកភពកណ្ដាលថ្មីទៅកុំនៅចងកម្មចងពៀនៅទីនេះអីមិនបានទេពូជីវិតត្រូវសងដោយជីវិតវាធ្វើដាក់ខ្ញុំបែបនេះមិនមែនប៉ះពាល់ទៅខ្ញុំនោះទេអ្នកម្ដាយខ្ញុំត្រូវរស់នៅរងដោយទុក្ខវេទនាព្រោះតែគ្មានកូននៅបម្រើរក្សាដូច្នេះហើយខ្ញុំមិនអោយពួកវារកបានសុខស្រួលនោះទេមែនហើយពុកខ្ញុំក៏ចង់ដឹងដែរថាតើពួកវាបានធ្វើអ្វីទៅលើអ្នកនាងបានជាអ្នកនាងនេះខឹងនឹងពួកវាដល់ថ្នាក់ហ្នឹងបន្ទាប់ពីឮការស្នើសុំរបស់ពូសំនិងតារាខ្មោចស្រីនោះក៏ដាច់ចិត្តរៀបរាប់នៅរឿងរ៉ាវដែលបានកើតឡើងមកលើរូបនាងនិងមូលហេតុដែលធ្វើឲ្យរូបនាងស្លាប់ទាំងមិនអស់ចិត្តបែបនេះនាងមានឈ្មោះថាបុប្ផានាងជាក្មេងស្រីកំព្រាឪពុកដែលរស់នៅតែតោតែពីអ្នកម្ដាយដែលមានជំងឺប្រចាំកាយកាលនៅជាមួយឪពុកគាត់តែងតែផឹកស្រានិងវាយធ្វើបាបម្ដាយរបស់នាងរហូតចាប់តាំងតែពីឪពុករបស់នាងបានចាកចោលពីអ្នកទាំងពីរទៅបុប្ផាគឺនាងរ៉ាប់រងការងារគ្រប់បែបយ៉ាងជារៀងរាល់ថ្ងៃជារៀងរាល់ព្រឹក
គឺនាងតែងធ្វើដំណើរទៅចំការតែម្នាក់ឯងជួនកាលក៏មានម្ដាយទៅជាមួយដើម្បីទៅធ្វើចំការគ្រាន់នឹងបានផលដំណាំផ្សេងៗយកមកលក់ដើម្បីទិញអង្ករនិងម្ហូបគ្រាន់នឹងចិញ្ចឹមជីវិតថ្ងៃមួយបុប្ផាត្រូវធ្វើដំណើរទៅចំការតែម្នាក់ឯងដោយសារតែម្ដាយរបស់នាងមិនសូវស្រួលខ្លួននាល្ងាចនោះដែរនៅតាមផ្លូវមានបរិសុទ្ធ2នាក់រៀងស្គមកំប្រឹងមុខផតដូចអ្នកជក់ថ្នាំកំពុងឈរនិយាយគ្នាហាក់ដូចជាឈរកំពុងចាំនរណាម្នាក់បុរសទាំងពីរដែលកំពុងតែឈរនិយាយគ្នានៅតាមផ្លូវនោះគឺជានាយឆើតនិងនាយឈឹមដែលជាបុគ្គលល្បីប្រចាំភូមិខាងដើរលេងវាយគ្នាកាប់ចាក់ទៅដល់ទីណាវាយគ្នានៅទីនោះអេអាឈឹមអើយយប់មិញអញទៅញ៉ាយស្រីនឹងវត្តអើយសប្បាយដល់កអើយហើយចូលយប់ម៉ែទៅណាមិនក៏អញមិនឃើញអញរវល់តែដេញកាត់គេមួយនៅខាងកើតភូមិឯណោះបានជាខកខានមិនបានទៅមើលស្រីជាមួយឯងណាម៉ាអានេះស្រីមិនដឹងជាមកពីណាខ្លះទេស្អាតណាស់អើយបាយបានទៅអូយដកកឲ្យខ្វះកទៅអញចឹងអើយហើយចុះយប់មិញអាណាថាឯងវាយគេបែកក្បាលអូអារឿងហ្នឹងវាឌឺពេកវាចង់មកបញ្ចេញស្រីជាមួយនឹងអញហើយស្គាល់ឆើតិចពេកដាក់ឯងមួយផ្អើលនឹងវត្តនឹងមើលហើយកុំឲ្យឯងកទៅជាមួយអាឆើតចុះបើឯងចេះតែដើររំធំបះវាយគ្នារហូតចឹងឯងមិនខ្លាចជាប់គុកមុនអញទេអីគុកចេះតែខ្លាចហើយតែវាមិនទាន់ដល់ពេលរត់ទៅតែប៉ុណ្្នឹងទៅកំពុងតែឈរនិយាយគ្នាសុកពេលនោះនាយឈឹមក៏បានក្រឡេកទៅឃើញបុប្ផាដើរមកនាយក៏បាននិយាយទៅកាន់នាយឆើតថាអាឆើតនោះអូនបុប្ផាតាមពិតទៅនាយឆើតនេះគឺតែងតែតាមញេះញោះនាងបុប្ផាជារឿយដោយសារតែឃើញរូបសម្រស់របស់បុប្ផាគឺជានារីដែលស្រស់ស្អាតដាច់គេនៅក្នុងភូមិរាល់ពេលដែលបុប្ផាធ្វើដំណើរទៅកាន់ចំការនាយឆើតគឺតែងតែកាក់ផ្លូវដោយផ្ដោះផ្ដងនៅពាក្យស្នេហាផ្សេងក៏ប៉ុន្តែបុប្ផានាងមិនដែលនឹងឆ្លើយឆ្លងទៅកាន់នាយឆើតនោះឡើយក៏ព្រោះតែនាងស្អប់ទៅនឹងចរិតកោងកាចឆ្លើយរបស់នាយឆើតអូនបុប្ផាហើយបញ្ញាប់ទៅណាហ្នឹងហើយមិនថ្ងៃហ្នឹងមកចការតែម្នាក់ឯងចឹងអូនហើយចុះអ្នកម៉ែក្មេកបងហ្នឹងហេតុអីក៏មិននាំគាត់មកជាមួយដែរអូនអើយប៉ិតមែនម៉ាមិនគួរណាអូនបុប្ផាហ្នឹងដើរមកពីចំការតែម្នាក់ឯងសោះមែនណាម៉ាបើមិនយកទោះទេអូនបុប្ផាគួរទៅឲ្យបងពីរនាក់នេះជូនអូនទៅចំការទៅអីកុំឲ្យអបសុកណាអូនណែកុំមករញ៉េរញ៉ៃជាមួយខ្ញុំពួកលោកឯងចង់ទៅណាក៏ទៅខ្ញុំមិនត្រូវកើតពួកលោកឯងនឹងជូនខ្ញុំទៅទេអីយ៉ាអូនបុប្ផាហើយនៅតែម្នាក់ឯងសំដីរៀងថ្លោះទៀតហើយចុះហេតុអីមិនឲ្យពួកបងជូនទៅអូនក្រែងលោថាពួកបងទាំងពីរនេះអាចនឹងជូនអូនទៅកន្លែងតែមានក្តីសុខអីចឹងមែនទេអាម៉ា Yes correcto ណែពួកលោកឯងកុំមកសំដីឆ្លើយជាមួយនឹងខ្ញុំគ្រប់ខ្ញុំជាមនុស្សស្រីផងអីយ៉ាសំដីថ្លោះគ្រាន់បើអូនបុប្ផាចាំមើលថាបើសិនជានៅក្នុងរង្វង់ដៃបងឆើតនេះតើអូនបុប្ផានឹងនិយាយបែបណាទៀតទៅណែកុំចូលមកចិត្តយើងណាប្រយ័ត្នយើងស្រែកទៅអូនស្រែកទៅអូនឯងខំស្រែកឲ្យបែកបំពង់ក៏គ្មានអាណាគេមកជួយអូនឯងដែរពេលនោះបុប្ផាក៏បានស្ទុះរត់ទៅប៉ុន្តែត្រូវបាននាយឈឹមនិងនាយឆើតស្ទុះទៅកាក់ហើយក៏ចាប់នាងជាប់ជួយផងអ្នកណាក៏បានដែរជួយខ្ញុំផងអាឆើតហើយចុះឯងមិនយកដៃផ្ទុកមាត់នាងទៅពេលនោះនាយឆើតក៏បានយកដៃទៅខ្ទប់មាត់បុប្ផាប៉ុន្តែត្រូវបានបុប្ផាខំដៃរបស់គេជាហេតុធ្វើឲ្យគេជ្រុលដៃរុញនាងឲ្យដួលទៅនឹងដីនាយឈឹមក៏ស្ទុះរត់មកមើលបុប្ផាប៉ុន្តែជាអកុសលបុប្ផាបានដួលបោកក្បាលទៅនឹងថ្មមួយដុំដែលនៅក្បែរនោះបណ្ដាលឲ្យនាងបែកក្បាលហូរឈាមពេញដីពេលនោះនាយឈឹមឲ្យទៅមើលហើយក៏និយាយមកប្រាប់នាយឆើតថាចុះអាឆើតឈាមអើយតិចនាងដួលបោកក្បាលងាប់ទៅដឹងងាប់អីទេវាគ្រាន់តែធ្វើពុតទេដឹងឬមួយក៏វាស្លាប់តើស្លាប់ឯណាដកដង្ហើមផងហ្នឹងថាហើយនាយឆើតក៏ស្ទុះទៅស្ទាបដង្ហើមរបស់បុប្ផារួចក៏និយាយទាំងផិតភ័យថា
អាចឈើមើយស្លាប់មែនវើយ ចុះយើងធ្វើម៉េចអា មានធ្វើម៉េចមិនក៏ឲ្យមិនលើកសពនេះយកទៅបោះចោលទៅអាព្រៃក្បែរផ្លូវនឹងបោះចោលទៅនឹងទៅបាច់ទៅខ្វល់ទេកុំឲ្យតែគេដើរមកឃើញទៅវាបានហើយថាហើយពួកគេទាំងពីរនាក់ក៏យកសាកសពរបស់បុប្ផាយកទៅបោះចោលនៅក្នុងព្រៃក្បែរនោះហើយពួកគេក៏នាំគ្នារត់ចាក់ចេញពីភូមិទាំងយប់បាត់ទៅក្រោយពីពូសំនិងតារាបានស្ដាប់នៅរឿងរ៉ាវរបស់បុប្ផាហើយក៏កើតចិត្តអាណិតនាងជាខ្លាំងដោយសារតែមិនគួរណាមកអស់ជីវិតដោយសារតែជនល្មើសកាងទាំងពីរនោះសោះប៉ុន្តែពួកគេមិនអាចនឹងប្តឹងប៉ូលីសឲ្យចាប់ខ្លួនអ្នកទាំងពីរបានទេព្រោះតែមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញថាជននោះជាអ្នកសម្លាប់នាងប៉ុន្តែទោះបីជាយ៉ាងណាពូសំនិងតារាក៏ហាម5នាងផងដែរកុំឲ្យសងសឹកទៅលើបុគ្គលទាំងពីររូបនោះអីនាំឲ្យមានបាបកម្មតទៅមុខទៀតប៉ុន្តែបុប្ផានាងមិនបានស្ដាប់នោះទេនាងក៏ចាក់ចេញពីមុខរបស់ឪពុកកូនទាំងពីរនាក់នោះទៅចំណែកឯពូសំនិងតារាក៏បានធ្វើដំណើរត្រឡប់មកផ្ទះវិញព្រោះនាងបានសន្យាឲ្យថានឹងមិនលងបន្លាចអ្នកភូមិទៀតនោះទេដូច្នេះនាងចង់ធ្វើអ្វីក៏តាមយថាកម្មទៅចុះកន្លងផុតទៅបានប្រហែល1ឆ្នាំបន្ទាប់ពីការរត់គេចនីឈឹមនិងនីឆើតក៏បានត្រឡប់ចូលមកក្នុងភូមិវិញដោយគិតថារឿងរ៉ាវខ្លួនធ្វើនោះបានស្ងប់ស្ងាត់បាត់ទៅហើយប៉ុន្តែគេទាំងពីរមិនដឹងឡើយថាក្រោយពេលដែលពួកគេរត់ចេញទៅមានរឿងអ្វីកើតឡើងនៅក្នុងភូមិនោះទេក្រោយត្រឡប់មកដល់ផ្ទះមិនទាន់បានស្រួលវល់ផងនីឈឹមនិងនីឆើតក៏បាននាំគ្នាទៅផឹកស៊ីនៅឯចុងភូមិយ៉ាងរំភើយទៅតាមចរិតពីរបស់ពួកគេនាំគ្នាផឹកស៊ីនៅឯដីព្រៃក្បែរចំការយ៉ាងរំភើយរហូតដល់យប់ជ្រៅ ញ៉ាឆើតយើងចូលមកភូមិវិញអញ្ចឹងតិចលោមានអ្នកដឹងរឿងហើយគេប្តឹងប៉ូលីសមកចាប់យើងទៅដឹងហ៎ អាភ្លើយបើឯងមិននិយាយអញក៏មិននិយាយមានអាណាគេដឹងអាហ្នឹងតើខ្មោចនៃបុប្ផាហ្នឹងវាទៅប្តឹងខ្លួនឯងនិយាយដល់ត្រឹមឈ្មោះនេះភ្លាមភាពស្ងប់ស្ងាត់នៅក្នុងភូមិពេលរាត្រីជិត1ឆ្នាំមកនេះក៏បាត់ទៅខ្យល់ក៏ចាប់ផ្ដើមបក់មកខ្លាំងសំលេងឆ្កែក៏ចាប់ផ្ដើមលូប្រដេញគ្នាមិនចេះដាច់ឮហើយគួរឲ្យព្រឺសម្បល់ជាខ្លាំង ជីអាខាត់ដើរតាក់ម្ដង1ឆ្នាំផងឆ្កែភូមិយើងកាត់កូនកាត់ច្រើនម្ល៉េះបានជាពីនាំគ្នាលូម្លឹងវាលូអបអសាទរការត្រឡប់របស់ពួកយើងមកភូមិវិញហ្នឹងណា បាញ់អញ្ចឹងយើងមានការងារធ្វើទៀតហើយវើយ ពេលហើយពួកគេទាំងពីរក៏នាំគ្នាសើចហើយបន្តផឹករហូតដល់ពាក់កណ្ដាលត្រៀតទើបបំបីផ្លូវគ្នាត្រឡប់ទៅផ្ទះរៀងខ្លួនទៅដើរតាមផ្លូវត្រឡប់មកផ្ទះវិញនីឈឹមដើរបណ្ដើរច្រៀងបណ្ដើរទាំងខ្លួនស្រវឹងស្រាជោគ ជីវិតខ្ញុំជាអ្នកដឹងកតោបខោអាវខ្ញុំពីដងស្អុយដូចមកហូបពេលខ្លាំងខំមើលស្រីនឹងចង់មកញោបពេលខ្លាំងទៀនឆ្លៀតដើរលួចកបោបហេច្រៀងខុសប្រូគេបាត់ទៅហើយពីក្មេងបើបានរៀនច្រើនជាងនេះបន្តិចប្រហែលជាល្អ និយាយរួចនីឈឹមក្រឡេកទៅឃើញមនុស្សស្រីស្អាតម្នាក់កំពុងអង្គុយក្បែរនោះគ្រាន់តែឃើញភ្លាមនីឈឹមស្ទុះសំដៅទៅអង្គុយក្បែរចង់ញ៉ែញងទាំងមិនដឹងទេថានោះជាខ្មោចរបស់នាងបុប្ផាអេអូនមកអង្គុយអីតែម្នាក់ឯងនឹងអត់ខ្លាចគេធ្វើបាបទេអី ដំបងហ្នឹងថាខ្លាចដែរតែដល់តែឃើញបងឈឹមដើរមកនេះក៏លែងមានអារម្មណ៍តែខ្លាចព្រោះគិតថាបងឈឹមសង្ហានឹងការពារអូនបានមែនអត់ប្រុសស្អាត ប្រកាសជាអញ្ចឹងហើយបើអូនស្រឡាញ់បងវិញណាធានាថានឹងការពារអូន24ម៉ោងមកណាមកប៉ាណៃបានទេ នីឈឹមកាលបើបានស្រីស្អាតនិយាយទៅសើដូច្នេះក៏កើតអារម្មណ៍រំភើបជាខ្លាំង ញ៉ាឈឹមសំណាងអីយ៉ាងហ្នឹងមើលអូនងាកមុខមកនេះតិចមើលបងសុំថើបបន្តិចបានទេបែរតែខ្នងអញ្ចឹងបងថើបយ៉ាងម៉េចកើតយីរបស់យោអូនមកផាតាហើយខានជប់គ្នាយូសុខសប្បាយអត់ទេអូនអើយ យើងមិនសូវជាសុខទេព្រោះតែនៅម្នាក់ឯងឥឡូវបើបានអាឈឹមឯងមកនៅជាមួយប្រហែលជាលេងអបសោក តែនៅជាមួយឪនាងឯងទៅ នីឈឹមឮបែបនេះហើយក៏ប្រាស់ខ្លួនរត់មួយទំហឹងតែក៏ត្រូវខ្មោចនាងបុប្ផាហក់
មកចាប់បោចសក់បាននិងកាច់បំបកកឲ្យស្លាប់ក្នុងគ្រានោះទៅបន្ទាប់ពីសម្លាប់នាយឈឹមហើយខ្មោចនាងបុប្ផាមានការសប្បាយចិត្តជាខ្លាំងរីឯនាយឆើតកាលបានដឹងថានាយឈឹមស្លាប់ហើយនោះគេក៏មានការផិតភ័យជាខ្លាំងហើយក៏រត់ចាកចេញពីភូមិជាលើកទី2ទៅបន្ទាប់ពីបានសម្លាប់នាយឈឹមហើយវិញ្ញាណរបស់នាងបុប្ផាគឺមិនបានទៅណានោះទេពីព្រោះអ្នកដែលនាងចង់សងសឹកបំផុតនោះគឺនាយឆើតដែលជាជនដៃដល់សម្លាប់នាងចំណែកឯនាយឆើតវិញក្រោយពីដឹងដំណឹងពីការស្លាប់របស់នាយឈឹមជាបិទសម្លាញ់របស់ខ្លួនភ្លាមនាយឆើតក៏សម្រេចចិត្តថានឹងចាកចេញពីភូមិនោះហើយទៅរកគ្រូអាគមដែលជាឪពុកធម៌របស់ខ្លួនឲ្យមកអន្តរាគមន៍នៅក្នុងរឿងនេះនៅឯភូមិជាប់គ្នានោះមានគ្រូអាគមម្នាក់ដែលគេល្បីថាពូកែខាងដកអំពើដាក់ស្នេហ៍សារិកាបណ្ដេញខ្មោចគ្រូនោះហើយជាឪពុកធម៌របស់នាយឆើតគ្រូវ៉ែបកំពុងអង្គុយសមាធិសុកៗក៏ស្រាប់តែនាយឆើតរត់ចូលមកដល់ក្នុងផ្ទះរបស់ខ្លួនហើយស្រែកថាអើអើយអូយអូយជួយខ្ញុំផងហើយវាល្មិចអាឆើតបានជួយមកដល់ភ្លាមរំខានអញសមាធិភ្លាមហើយយ៉ាងណាពួកម៉ែឯងអាឈឹមមិនឃើញមកជាមួយអាឈឹមវិញងាប់ហើយចុះឲ្យមករកអញហ្នឹងមានកើអីព្រោះតែរឿងហ្នឹងហើយបានជាខ្ញុំមករកឲ្យឯងហ្នឹងហើយមករកអញហ្នឹងអញអាចោភ្លុកអីហើយល្មិចបានវាងាប់នៅពេលដែលឮលោកគ្រូវ៉ែបសួរបែបនោះនាយឆើតក៏បាននិយាយរៀបរាប់នៅរឿងរ៉ាវផ្សេងដែលកើតឡើងទៅលើរូបគេជាមួយនឹងនាយឈឹមឲ្យទៅលោកគ្រូវ៉ែបស្ដាប់ពួកឯងនេះនៅយកជាប់ភ្នៅទៅលិបឃ្លៀណាហើយអញជួយម្ដងទៅចុះថាហើយគ្រូវ៉ែបក៏រៀបចំប្រដាប់ប្រដាហើយក៏នាំនាយឆើតទៅបង្ក្រាបខ្មោចនាងបុប្ផានោះទៅលុះពេលកំពុងតែធ្វើដំណើរតាមផ្លូវគ្រូវ៉ែបក៏មានអារម្មណ៍ថាដូចជាមិនសូវស្រួលគាត់ក៏ផ្អាកដំណើរបន្តិចក្រោយមកក៏ស្រាប់តែខ្មោចនាងបុប្ផាក៏លូកដៃចេញមកចាប់ក្បាលនាយឆើតភ័យពេកក៏ស្ទុះទៅអោបគ្រូវ៉ែបហើយក៏ស្រែកឡើងថាអើយដៃណាគេហើយវិធីឯងទៀតហើយអាឆើតដៃណាគេណូអញដឹងហើយមិនចាំបាច់ដល់រកអុកកំពុងហ្គាសហោះមកដល់តែម្ដងហើយខ្ញុំទៅរកឯងមកជួយចាប់ខ្មោចអាមិនបានយកទៅរកកំពុងហ្គាសវិញភ្លើអើយអញចង់និយាយថាខ្មោចនឹងវាមកដល់ហើយឮបែបនោះភ្លាមនាយឆើតចាប់ផ្ដើមភ័យចំណែកគ្រូវ៉ែបក៏ចាប់សូត្រមន្តអាគមគាថានៅក្នុងចិត្តដើម្បីឲ្យដឹងថាខ្មោចនាងបុប្ផានោះលាក់ខ្លួននៅឯទីណា
ពេលនោះខ្មោចនាងបុប្ផាក៏បង្ហាញខ្លួនមកធ្វើឲ្យលោកគ្រូវ៉ែបឃើញដូច្នោះក៏យកម្រាមដៃសិលរបស់ខ្លួនចុចទៅលើខ្មោចនាងបុប្ផាឲ្យរលាយបាត់ពីកន្លែងនោះទៅនាងបុប្ផាចង់លេងជាមួយណាគេមិនលេងមកលេងជាមួយអាឆើតឈប់និយាយឆាប់ទៅតាមខ្មោចស្រីនោះឲ្យលឿនទៅនេះឆើតនិងគ្រូវ៉ែបក៏រត់ដេញខ្មោចនាងបុប្ផារហូតទៅដល់ដើមជ្រៃដែលជាជំរករបស់ខ្មោចនាងបុប្ផាលុះរត់ទៅដល់ដើមជ្រៃនោះនេះឆើតក៏និយាយទៅកាន់លោកគ្រូវ៉ែបថានេះនេះខ្ញុំឃើញវាចូលកន្លែងដើមជ្រៃនេះអូខ្ញុំឃើញវាហោះចូលនឹងមិញទុកឲ្យចាត់ការវានិយាយគ្នាហើយគ្រូវ៉ែបក៏រៀបចំប្រដាប់ប្រដាដើម្បីនឹងធ្វើពិធីបង្ក្រាបខ្មោចនាងបុប្ផាបន្ទាប់ពីរៀបរំដាប់ហើយគ្រូវ៉ែបក៏ចាប់សូត្រនៅមន្តអាគមផ្សេងបន្ទាប់មកគ្រូវ៉ែបក៏បានប្រើនៅមន្តអាគមរបស់គាត់ដើម្បីចងឃុំក្រងព្រលឹងនាងបុប្ផាឲ្យនៅក្នុងដើមជ្រៃនោះនាងខ្មោចចាំមើលនឹងឲ្យរត់តាណាទៀតមិញហ្នឹងឯងកំចាយព្រលឹងនឹងខ្មោចនឹងចោលតើអីអត់ទេយើងគ្រាន់តែឃុំព្រលឹងនាងនឹងតែប៉ុណ្ណោះខ្មោចនាងនេះស្លាប់ដោយគំនុំចង់អាឃាតហើយក្រោយពីវាបានសម្លាប់អាឈឹមរួចវាកាន់តែសាហាវជាងមុនទៅទៀតដូច្នេះយើងមិនអាចបំផ្លាញព្រលឹងនាងភ្លាមបានទេយើងត្រូវឃុំព្រលឹងនាងមួយរយៈពេលសិនដើម្បីឲ្យវិញ្ញាណរបស់នាងចុកខ្សោយហើយទើបយើងអាចបំផ្លាញព្រលឹងរបស់នាងនេះបានក្បាច់ក្បោច្រើនដល់ហើយហើយមួយរយៈពេលនេះកុំតន់ចេញទៅណាពិសេសយប់ព្រលប់ប្រយ័ត្នមានបញ្ហាឈប់ម៉ូតូឈប់ឡានឈប់បានតែបើអាចឈប់ដើរលេងឈប់បានទេវ៉អេតាមតែចិត្តឯងទៅចឹងបើសិនជាមានរឿងអីតិចលោថាអញមិនបានប្រាប់បន្ទាប់ពីនិយាយប្រាប់ទៅកាន់នីឆើតហើយនីឆើតមិនត្រឹមតែមិនស្ដាប់នោះទេថែមទាំងរំឌឺទៅលោកគ្រូវ៉ែបទៀតដោយហេតុថាខ្លួននិយាយមិនស្ដាប់ទៅហើយលោកគ្រូវ៉ែបក៏ធ្វើដំណើរចាកចេញពីទីនោះទៅទុកឲ្យនីឆើតឈរកន្ត្រាក់តែម្នាក់ឯងនៅក្រោមដើមជ្រៃនោះរំលងបានមួយថ្ងៃពីរជួនជាតារាត្រូវធ្វើដំណើរទៅស្រែដើម្បីយកបាយទៅឲ្យឪពុករបស់គេក៏នឹកឃើញឆ្លៀតយកបាយនិងម្ហូបខ្លះដើម្បីទៅដាក់ឲ្យនាងបុប្ផាបន្ទាប់ពីដាក់ហើយគេក៏សាករោមមើលនាងតែមិនឃើញអ្វីសោះដោយសារតែគេមិនបានដឹងទេថាព្រលឹងរបស់នាងត្រូវបានគេឃុំជាប់បាត់ទៅហើយមិនគិតច្រើនគេក៏ដើរចាក់ចេញទៅគេធ្វើដំណើរហួសពីទីនោះបានតែប៉ុន្មានជំហានក៏ស្រាប់តែឮសំឡេងនាងបុប្ផាស្រែកហៅពីក្រោយថាជប់សិនបងតារាដឹងច្បាស់ថាជាសំឡេងរបស់នាងបុប្ផាតារាគេក៏បានងាកក្រោយដើម្បីរកមើលនាងបុប្ផាប៉ុន្តែពុំបានឃើញនោះទេដូច្នេះគេក៏បន្តធ្វើដំណើរយកបាយទៅឲ្យឪពុករបស់ខ្លួននៅឯចំការបាត់ទៅនារីត្រីនោះក៏ស្រាប់តែមានភ្លៀងធ្លាក់បក់បោកបងយ៉ាងខ្លាំងលាយឡំជាមួយនឹងផ្គររន្ទះស្រាប់តែពេលនោះមានរន្ទះធំមួយបានបាញ់ចំដើមជ្រៃដែលជាជំរករបស់នាងបុប្ផា
ធ្វើឲ្យដើមជ្រៃនោះចាប់ផ្ដើមឆាបឆេះយ៉ាងសន្ធោសន្ធៅ ឡែងពីនីឆាតឯនេះវិញក្នុងខណៈពេលដែលភ្លៀងកំពុងតែធ្លាក់ជោគជាំនាយក៏នៅមិនសុខដែរព្រោះត្រូវបានមិត្តភ័ក្តិខលហៅតាំងតែពីថ្ងៃឲ្យទៅចូលរួមកម្មវិធីផឹកស៊ីនៅផ្ទះរបស់គេយីលបល់យោនេះវើយយូរដើរចេញផឹកម្ដងមកភ្លៀងអីអាណាគ្រាន់តែភ្លៀងប៉ុណ្ណឹងសោះក៏មានអារម្មណ៍ថាស្រួលឆ្អឹងខ្នងដែរចាប់ត្មងអាឆើតកំពុងតែរអ៊ូម្នាក់ឯងសុកក៏ស្រាប់តែពេលនោះមានដៃមួយមកចាប់កនីឆើតពីក្រោយនីឆើតមិនទាន់ទាំងបានងាកទៅមើលផងក៏និយាយម្នាក់ឯងថាអេបើថាជ្រោកភ្លៀងឲ្យដឹងជ្រោកភ្លៀងគុំមកលេងយកដៃដាក់លើស្មាដៃនឹងទៅជាក់ឲ្យដូចដៃខ្មោចហើយថាមិនខ្មោច គ្រាន់តែដឹងថាជាសំឡេងរបស់បុប្ផានាយឆើតក៏ស្ទុះក្រវិះដៃរបស់នាងបុប្ផាហើយរត់ចេញពីផ្ទះនោះខ្មោចនាងបុប្ផាក៏ហោះវឹងទៅតាមនាយឆើតរត់បណ្ដើរស្រែកបណ្ដើរឲ្យគេជួយតែទោះបីជានាយឆើតរត់ស្រែកយ៉ាងណាក៏ហាក់គ្មានអ្នកភូមិណាបានឮឬចេញមកជួយនាយសោះរីឯនាយឆើតវិញរត់បណ្ដើរងាកមកក្រោយបណ្ដើរព្រោះតែខ្មោចនាងបុប្ផាដេញតាមគេមិនឈប់សោះលុះរត់ទៅមុខមិនបានប៉ុន្មាននាយក៏ត្រូវចំពប់ជើងដួលទៅនឹងដីខ្មោចនាងបុប្ផាមកដល់ទាន់ក៏ចាប់ក្បាលនាយឆើតបោកផ្ទប់ទៅនឹងដីម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតហើយនិយាយដដែលថាងប់ទៅឆើតអីងប់ទៅនាងបុប្ផានៅបន្តបោកក្បាលនាយឆើតបណ្ដាលឲ្យឈាមហូរស្រោចពេញដីរហូតដល់នាយឆើតបាត់បង់ជីវិតបន្ទាប់ពីនាយឆើតបាត់បង់ជីវិតហើយនាងបុប្ផាក៏បានចាកចេញពីទីនោះដោយបន្សល់ទុកនៅសាកសមរបស់នាយឆើតដេកស្ដុកស្ដឹងក្រោមដំណក់ទឹកភ្លៀងដែលហូរចុះមកមិនដាច់គ្រាប់នារាត្រីដ៏រន្ធត់នោះចំណែកឯគ្រូវ៉ែបក្រោយដឹងថានីឆើតត្រូវបានស្លាប់គាត់ខឹងខ្លាំងណាស់ព្រោះគាត់ដឹងច្បាស់ណាស់ថានេះប្រកាសជាស្នាដៃរបស់នាងខ្មោចស្រីដែលនៅនឹងដើមជ្រៃនោះហើយមិនចាំយូរគាត់ក៏ធ្វើដំណើរដើរទៅដល់កន្លែងដើមជ្រៃដែលជាទីស្នាក់អាស្រ័យរបស់ខ្មោចនាងបុប្ផានោះបន្ទាប់មកគាត់ក៏ដកយកកំបិតសិលមកបំរុងនិងចាក់ទៅលើដើមជ្រៃនោះទៅហើយក៏មានដៃមួយចេញចាប់ខាត់គាត់ដែលនោះគឺជាដៃរបស់ពូសំដំបូងឡើយគ្រូវ៉ែបមិនស្ដាប់ពូសំនោះទេតែពូសំក៏បានសួរនាំទៅកាន់គ្រូវ៉ែបព្រមទាំងបាននិយាយរឿងហេតុទាំងអស់ប្រាប់ទៅកាន់គាត់
បន្ទាប់ពីដឹងការពិតថាអ្នកទាំងពីរជាអ្នកធ្វើបាបទៅលើបុប្ផាគ្រូវ៉ែបក៏បានសុំទោសទៅកាន់ពូសំហើយគាត់ក៏លាពូសំចាក់ចេញពីកន្លែងនោះទៅហើយចាប់តាំងពីពេលនោះមកគេក៏លែងបានឃើញវិញ្ញាណរបស់នាងបុប្ផាបង្ហាញខ្លួននៅនឹងដើមជ្រៃនោះទៀត អញថាមែនងាប់ទាំងពីរអ្នកតែម្ដងហើយរឿងយើងដូចជាចប់ហើយណាឆាតហើយចុងក្រោយមានពាក្យពេចន៍អីផ្ដែផ្ដាំទៅបងប្អូនយើងអត់ទេអា បងប្អូនទាំងអស់គ្នាបន្ទាប់ពីទស្សនារឿងនេះហើយសូមបងប្អូនកុំយកគំរូតាមពួកយើងទាំងពីរអ្នកណាក្មេងទំនើងវាគ្មានប្រយោជន៍អ្វីទៅដល់សង្គមនិងគ្រួសារទេមានតែនាំរឿងឲ្យក្រុមគ្រួសារខ្មាស់គេតែប៉ុណ្ណោះចូលបងប្អូនខិតខំសិក្សារៀនសូត្រហើយធ្វើជាមនុស្សល្អនៅក្នុងសង្គមដើម្បីជាប្រយោជន៍ដល់សង្គមនិងក្រុមគ្រួសាររបស់យើងឬហើយនៅបងប្អូនទាំងអស់គ្នា ប៉ាត់មែនហើយជាពិសេសបងប្អូនត្រូវជាឲ្យឆ្ងាយពីគ្រឿងញៀននិងគ្រឿងសង្វឹងគ្រប់ប្រភេទព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងបញ្ញាស្មារតីរបស់បងប្អូនណា ជាចុងក្រោយក៏សូមអរគុណទៅដល់អ្នកគ្រប់គ្នាដែលបានទស្សនានិងជួយគាំទ្រពួកយើងសន្យាថានឹងជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណ បាយបាយ